លោកស្រីប្រិយមិត្តទូរទស្សនិកជនជាទីគោរពនៅពេលនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនាព័ត៌មានសង្ខេបប្រចាំសប្តាហ៍ពីស្ថានីយ៍ទូរទស្សន៍ហងមាស HD TV ដូចតទៅជារបស់ខ្ញុំបាទសូមជូនព័ត៌មានជាតិទូរទស្សនិកជនជាទីគោរពនៅកម្ពុជាសប្តាហ៍ថ្ងៃនេះពុំមានការគៀបសង្កត់សិទ្ធិនយោបាយអ្វីទាំងអស់ព្រោះថាសូម្បីតែយុវជនបកប្រឆាំងម្នាក់អាយុត្រឹមតែជាង20ឆ្នាំបានប្តឹងឲ្យនាយករដ្ឋមន្ត្រីឡើងទៅកាន់តុលាការនេះបង្ហាញថាសិទ្ធិនយោបាយនៅកម្ពុជាមានពេញលេញតែនាយករដ្ឋមន្ត្រីក៏មានសិទ្ធិប្តឹងតបវិញដែរនេះជាប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីខ្ញុំជាពលរដ្ឋម្នាក់ក្នុងករណីដែលមិនអាចរកឃើញនៅកំហុសរបស់ខ្ញុំមានសិទ្ធិបន្តបកនេះជាការចាំបាច់ដើម្បីការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់ខ្លួនខ្ញុំផ្ទាល់ផងនិងកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាលផងហើយពេលនោះកុំនិយាយថាគៀបសង្កត់ខាងផ្លូវនយោបាយកុំយកបញ្ហានយោបាយមកលោកឡំឥឡូវវាច្បាស់ណាស់ថានយោបាយនៅកម្ពុជាគ្មានការគៀបសង្កត់អ្វីទាំងអស់រហូតដល់យុវជនអាយុជាង20ឆ្នាំម្នាក់ដែលជាប្រធានយុវជននៃគណៈបកនយោបាយមួយប្តឹងនាយករដ្ឋមន្ត្រីរបស់ប្រទេសបាទតើសិទ្ធិប៉ុណ្ណាទៀតយុវជនយើងច្រើនណាស់ហើយប៉ុន្តែសិទ្ធិរបស់អ្នកក៏ត្រូវទៅទល់ជាមួយនឹងសិទ្ធិរបស់អ្នកដទៃអញ្ចឹងខ្ញុំមិនធ្វើអត្ថាធិប្បាយអ្វីវែងឆ្ងាយទេទុកឲ្យតុលាការដោះស្រាយរឿងនេះហើយការប្រឹងនាយករដ្ឋមន្ត្រីមិនមែនជាប់តែនាយករដ្ឋមន្ត្រីទៅដោយទាំងអស់រាប់ទាំងថ្ងៃនំខេងទៅនឹងអានេះស្ពានស្អីហ្នឹងគឺដោះជាប់ទាំងអស់ទៅទាំងមូលព្រោះតែនាយករដ្ឋមន្ត្រីជាប់គុកឲ្យអស់លោកស្មានរួចខ្លួនរដ្ឋមន្ត្រីការពារជាតិមេតបមេប៉ូលីសមេស្អីទៅឲ្យទាំងអស់ទាំងវងនឹងទុកឲ្យតុលាការចុះប៉ុន្តែខ្ញុំសុំសិទ្ធិរក្សាសិទ្ធិក្នុងឋានៈជាពលរដ្ឋអាហ្នឹងមកខាងបើហើយបំផុតខ្ញុំជាពលរដ្ឋបើតុលាការមិនអាចរកឃើញកំហុសខ្ញុំសុំសិទ្ធិប្រឹងបកនេះជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋហើយកុំថានេះជាការគំរាមកំហែងខាងនយោបាយសិទ្ធិនយោបាយត្រូវបានបង្ហាញយ៉ាងច្បាស់នៅពេលនេះថាពលរដ្ឋកម្ពុជាមានសិទ្ធិប្រឹងនាយករដ្ឋមន្ត្រីហើយអញ្ចឹងអស់លោកនៅក្រៅប្រទេសក្នុងប្រទេសពិនិត្យមើលទៅសិទ្ធិដល់ណាទៀតបើផ្ដាច់ការមែនចាំបាច់ទុកឲ្យឡើងដល់តុលាការអាពលពតដែលឲ្យឡើងប្រឹងចឹងអាពលពតដែលឲ្យឡើងប្រឹងចឹងអាពលពតគ្រាន់តែឧថាស៊ីមិនឆ្ងាញ់ក៏យកទៅវាយចោលដែរអញ្ចឹងខ្ញុំមិននិយាយអ្វីច្រើនទេក៏បើថាអីជាឥទ្ធិពលទៅលើតុលាការទុកឲ្យតុលាការរកទៅប៉ុន្តែគ្រាន់តែបង្ហាញថាយុវជនជាន់នេះមានសិទ្ធិគ្រប់បែបយ៉ាងទាំងអស់រាប់ទាំងសិទ្ធិប្រឹងនាយករដ្ឋមន្ត្រីទៅកាន់តុលាការតើអ្វីទៀតទៅថ្លែងនៅក្នុងពិធីផ្ដល់បានកម្មសិទ្ធិដីធ្លីនៅខេត្តព្រះសីហនុប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែនបានលើកឡើងថានៅកម្ពុជាសិទ្ធិនយោបាយមិនត្រូវបានគំរាមកំហែងនោះឡើយហើយឥឡូវនេះយុវជនរបស់យើងនៅទូទាំងប្រទេសមានឱកាសច្រើនណាស់រហូតមានយុវជនខ្លះបានដាក់ពាក្យប្តឹងនាយករដ្ឋមន្ត្រីឲ្យឡើងតុលាការពាក់ព័ន្ធនឹងឧបទ្ទវហេតុរត់ជន់គ្នាស្លាប់នៅកោះពេជ្រកាលពីឆ្នាំ2010ដោយចោទថាជាឃាតកម្មគិតទុកជាមុនសម្ដេចបានថ្លែងថារឿងនេះជាសិទ្ធិឯករាជ្យភាពរបស់តុលាការទុកឲ្យតុលាការកាត់ក្តីប៉ុន្តែក្នុងឋានៈសម្ដេចជាប្រជាពលរដ្ឋម្នាក់ក្នុងករណីដែលតុលាការមិនអាចរកឃើញនៅកំហុសរបស់សម្ដេចសូមរក្សាសិទ្ធិប្តឹងបកពីព្រោះថានេះជាការចាំបាច់ដើម្បីការពារកិត្តិយសសេចក្តីថ្លៃថ្នូរផ្ទាល់ផងនិងកិត្តិយសសេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាលផងក្នុងន័យនេះសូមកុំនិយាយថាជាការគៀបសង្កត់ខាងផ្លូវនយោបាយឲ្យសោះហើយក៏កុំយកបញ្ហានយោបាយមកលោកលំគ្នាពេលនេះព្រោះឥឡូវច្បាស់ណាស់ថានយោបាយនៅកម្ពុជាគ្មានការគៀបសង្កត់អ្វីទាំងអស់រហូតដល់មានយុវជនអាយុជាង20ឆ្នាំម្នាក់ដែលជាប្រធានយុវជននៃគណៈបកនយោបាយមួយបានធ្វើការប្តឹងនាយករដ្ឋមន្ត្រីរបស់ប្រទេសថាតើចង់បានសិទ្ធិប៉ុន្មានទៀតគឺវាគ្រប់គ្រាន់ហើយ
ព័ត៌មានជាបន្តគឺក្នុងពេលដែលស្នាក់អាស្រ័យនៅលើទឹកដីនៃខេត្តរតនគិរីមួយយប់2ថ្ងៃសម្ដេចនាយករដ្ឋមន្ត្រីបានចុះពិនិត្យមើលតំបន់ដែលមានសក្តានុពលមួយចំនួននៅលើទឹកដីនៃខេត្តនេះរួមទាំងស្ថានីយ៍វារីអគ្គិសនីនៅអូជុំផងដែរខេត្តរតនគិរីគឺជាខេត្តស្ថិតនៅក្នុងតំបន់ខ្ពង់រាបនៅភាគឥសានប្រទេសដែលមានបឹងយក្សឡោមជានិមិត្តសញ្ញាដ៏សំខាន់របស់ខេត្តមួយនេះលើសពីនេះទៅទៀតក៏នៅមានបឹងមួយទៀតដែលមានឈ្មោះថាបឹងកន្សែងដែលជាបឹងធម្មជាតិមួយនៅចំកណ្ដាលទីក្រុងបានលុងសប្តាហ៍ថ្ងៃនេះបឹងមួយនេះក៏ជាទីរមណីយដ្ឋានទេសចរដ៏ប្រណិតសម្រាប់ទាក់ទាញភ្ញៀវទេសចរយ៉ាងពេញនិយមផងដែរឆ្លៀតក្នុងអាកាសស្នាក់អាស្រ័យនេះសម្ដេចនាយកហ៊ុនសែនក៏បានចុះទៅពិនិត្យមើលស្ថានីយ៍វារីអគ្គិសនីអូជុំស្ថិតនៅក្នុងស្រុកអូជុំចម្ងាយជាង10គីឡូម៉ែត្រពីទីរួមខេត្តស្ថានីយ៍មួយនេះផ្ដើមកសាងឡើងកាលពីឆ្នាំ1990ក្នុងសម័យរដ្ឋកម្ពុជានិងបានបញ្ចប់រួចរាល់នៅឆ្នាំ1992សមត្ថភាពរបស់វាអាចផលិតថាមពលបាន1មេហ្គាវ៉ាត់ស្មើនឹង1000គីឡូវ៉ាត់គិតជាមធ្យមបាន2លាន5សែនគីឡូវ៉ាត់ម៉ោងទៅ3លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំតែវាអាស្រ័យទៅលើទឹកភ្លៀងតិចឬច្រើនវារីអគ្គិសនីនេះបានផ្គត់ផ្គង់អគ្គិសនីចូលក្រុងបានលុងនិងស្រុកអូជុំចាប់តាំងពីឆ្នាំ1993មកម្លេះអាស្រ័យដល់ការប្រើប្រាស់មានកំណើនខ្ពស់ថាមពល1មេហ្គាវ៉ាត់ដែលស្ថានីយ៍វារីអគ្គិសនីអូជុំផលិតបានគឺមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការនោះឡើយបន្ទុកក្នុងការប្រើប្រាស់បច្ចុប្បន្នមានរហូតដល់ទៅ3កណ្ដកសញ្ញា6មេហ្គាវ៉ាត់គឺតម្រូវឲ្យយើងទិញអគ្គិសនីពីប្រទេសវៀតណាម2កណ្ដកសញ្ញា6មេហ្គាវ៉ាត់បន្ថែមទៀតសម្រាប់លក់ជូនប្រជាពលរដ្ឋក្នុងតម្លៃ670រៀលក្នុង1គីឡូវ៉ាត់ម៉ោងបច្ចុប្បន្ននេះអគ្គិសនីរតនគិរីបានចែកចាយចរន្តជូនប្រជាពលរដ្ឋប្រើប្រាស់បានចំនួន4ស្រុកក្រុងក្នុងចំណោម9ស្រុកក្រុងស្មើនឹង12ឃុំសង្កាត់ក្នុងចំណោម49ឃុំសង្កាត់មាន29ភូមិក្នុងចំណោម240ភូមិស្មើនឹងប្រជាពលរដ្ឋ4659គ្រួសារដែលទទួលបានចរន្តអគ្គិសនីប្រើប្រាស់សូមចាប់អារម្មណ៍ជាមួយនឹងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានក្រៅរំលឹកដល់សិស្សានុសិស្សថាត្រូវរៀនដើម្បីបានចំណេះដឹងមិនត្រូវរៀនដើម្បីទទួលបានតែសញ្ញាបត្រទេព្រោះកន្លែងធ្វើការត្រូវការទាំងចំណេះដឹងទាំងចំណេះធ្វើថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានារីរបស់សាកលវិទ្យាល័យបាត់ដំបងនៅក្នុងសប្តាហ៍នេះអាដាមសខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាកត្តាធនធានមនុស្សជាបញ្ហាចាំបាច់ណាស់សម្រាប់ការស្វែងរកការងារធ្វើប៉ុន្តែក្រោយពីការបញ្ចប់ការសិក្សាសិស្សានុសិស្សមួយចំនួនបានជួបបញ្ហាផ្ទាល់ខ្លួនគឺពិបាករកការងារធ្វើដូច្នេះទីផ្សារការងារទាមទារឲ្យសិស្សានុសិស្សទាំងអស់ត្រូវតែមានចំណេះដឹងពិតប្រាកដមុននឹងទៅរកការងារអ្វីមួយធ្វើគឺត្រូវរៀនដើម្បីយកចំណេះមិនមែនដើម្បីយកតែសញ្ញាបត្រទេអាដាមបានបន្តថាមានសិស្សនិស្សិតមួយចំនួនតូចគួរបំណងនៃការមករៀនគឺរៀនយកសញ្ញាបត្រប៉ុណ្ណោះពួកគេមិនបានមករៀនដើម្បីយកចំណេះដឹងឲ្យបានត្រឹមត្រូវតាមតម្រូវការសាលាឬសង្គមជាតិឡើយហើយកត្តាទាំងនេះក៏អាចបង្កការលំបាកក្នុងការឲ្យពួកគេស្វែងរកការងារធ្វើដែរហើយក្រសួងអប់រំត្រូវតែយកចិត្តទុកដាក់ពីបញ្ហានេះជាពិសេសគុណភាពសិក្សាតែម្ដងទូរទស្សនិកជនទីគោរពសូមងាកមកចាប់អារម្មណ៍ជាមួយនឹងសំណុំរឿងប្រាសាទព្រះវិហារវិញម្ដងដែលពលរដ្ឋខ្មែរកំពុងតែទន្ទឹងរង់ចាំឥឡូវតុលាការយុត្តិធម៌អន្តរជាតិនឹងបើកសវនាការនៅថ្ងៃទី15ដល់ថ្ងៃទី19ខែមេសាឆ្នាំ2013ខាងមុខនេះបន្ទាប់ពីកម្ពុជាបានដាក់ពាក្យបណ្ដឹងសុំឲ្យតុលាការនេះបកស្រាយឡើងវិញនៅខ្លឹមសារសាក្រមរដ្ឋមន្ត្រីក្រសួងព័ត៌មានអាដាមខៀវកញ្ញរិទ្ធបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្ដល់ដំណឹងដល់ភាគីកម្ពុជាអំពីសវនាការបកស្រាយសារក្រមឆ្នាំ1962រួចរាល់ហើយរដ្ឋាភិបាលកម្ពុជាបានត្រៀមរៀបចំឯកសារនិងអ្នកជំនាញច្បាប់រួចជាស្រេចដើម្បីជជែកអំពីបញ្ហាបូរណភាពទឹកដីដ៏យូរអង្វែងយើងត្រៀមក្រុមអ្នកច្បាប់ហើយនឹងត្រៀមតលហិករបស់យើងគ្រប់គ្រាន់មុនបើកនេះតែងបញ្ជូនទៅមុនហើយមិនមែនថាយើងទៅពេលហ្នឹងយើងបានបញ្ជូនទៅយើងបានបញ្ជូនទៅដៅនេះមិនមែនជាការប្តឹងទេគឺជាការដំណើរដើម្បីឲ្យតុលាការធ្វើការបកស្រាយឡើងវិញនៃក្តីសម្រេចរបស់នៅឆ្នាំ1962តើការផ្អែកនឹងទៅលើផែនទីឬផ្អែកលើអ្វីគឺយើងបញ្ជាក់ប៉ុណ្ណឹងហើយយើងបានត្រៀមចំគ្រប់គ្រាន់អស់ការងារនេះតាក់ទងជាមួយនឹងប្រាសាទព្រះវិហារដដែលនេះគឺសាកលវិទ្យាល័យចំនួន2របស់ប្រទេសជប៉ុននឹងធ្វើការសិក្សាស្រាវជ្រាវអំពីផ្នែកស្ថាបត្យកម្មសម្រាប់ការងារជួសជុលប្រាសាទព្រះវិហារដោយប្រើប្រាស់រយៈពេល4ឆ្នាំនៅក្នុងឱកាសចូលរួមនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី19របស់លេខាធិការដ្ឋានគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការពារនិងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រអង្គរ ICC នៅខេត្តសៀមរាប
នៅក្នុងសប្តាហ៍នេះអាជ្ញាធរព្រះវិហារនៃប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឲ្យសាកលវិទ្យាល័យចំនួន2របស់ប្រទេសជប៉ុនគឺសាកលវិទ្យាល័យម៉ៃជូនិងសាកលវិទ្យាល័យវ៉ាសេដាធ្វើការសិក្សាស្រាវជ្រាវអំពីចំណុចសំខាន់និងចាំបាច់នានាផ្នែកស្ថាបត្យកម្មសម្រាប់ការងារជួសជុលប្រាសាទព្រះវិហារនៅថ្ងៃអនាគតដែលគម្រោងសិក្សានេះនឹងប្រើប្រាស់ពេលវេលាចំនួន4ឆ្នាំដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅអាដាមចុចភឿនប្រធានអាជ្ញាធរព្រះវិហារបានមានប្រសាសន៍ថាគម្រោងសិក្សារបស់សាកលវិទ្យាល័យចំនួន2នេះគឺជាអ្វីដែលអាជ្ញាធរព្រះវិហារក៏ដូចជារាជរដ្ឋាភិបាលចង់បានព្រោះថាបន្ទាប់ពីការសិក្សាស្រាវជ្រាវបានបញ្ចប់យើងនឹងមានប្លង់មេមួយសម្រាប់ជួសជុលប្រាសាទនិងអភិវឌ្ឍនៅតំបន់ខាងក្រៅប្រាសាទដូចជាភូមិសម្ដេចតេជោសាងសង់សារមន្ទីរសាលារៀនដើម្បីពង្រីកសក្តានុពលឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះទទួលបានប្រយោជន៍ពីប្រាសាទព្រះវិហារអាជ្ញាធរព្រះវិហារមានសេចក្តីសប្បាយណាស់ពីព្រោះនេះដូចជាបើកផ្លូវមួយឲ្យអន្តរជាតិគេដឹងថាប្រាសាទព្រះវិហារមិនឯកោទេអន្តរជាតិចូលហើយដូច្នេះផ្លូវនេះគឺជាផ្លូវដែលល្អដើម្បីនឹងជួសជុលកើតគឺថាគេសិក្សាទៅលើរាល់រចនាសម្ព័ន្ធដែលប្រាសាទនឹងមានចឹងទេឧទាហរណ៍តើកន្លែងបែកបាក់វាមានប៉ុណ្ណាហើយកន្លែងណាខ្លះដែលត្រូវធ្វើការជួសជុលកន្លែងណាខ្លះដែលត្រូវធ្វើការទាល់ទ្របដោះសន្នកុំឲ្យថ្មវាធ្លាក់ការសិក្សាគឺមានរយៈពេល4ឆ្នាំព័ត៌មានជាបន្តគឺក្រុមប្រទេសជាសមាជិកអាស៊ានបានជួបប្រជុំគ្នាដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលនគរបាលអាស៊ានណាប៉ូលឲ្យមានសមត្ថភាពវិជ្ជាជីវៈជំនាញបច្ចេកទេសនិងបច្ចេកវិទ្យាទំនើបរួមចំណែកការពារតំបន់អាស៊ានពីអំពើភេរវកម្មអ ுக ្រិតកម្មឆ្លងដែននិងបទល្មើសផ្សេងៗថ្លែងបើកកិច្ចប្រជុំនៅសន្តាគារកម្ពុជាណាអាដាមនីអាដាមសនីតេងសាវុងរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថានេះជាកិច្ចប្រជុំលើកទី3នៃប្រទេសជាសមាជិកអាស៊ានណាប៉ូលដែលបណ្ឌិតសភានគរបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះដើម្បីធ្វើការពិគ្រោះពិភាក្សារកវិធានការគន្លឹះរួមមួយក្នុងការបង្ក្រាបបទល្មើសនិងវិភាគទៅលើតម្រូវការបណ្ដុះបណ្ដាលនគរបាលក្នុងក្របខ័ណ្ឌអាស៊ានណាប៉ូលដើម្បីឈានទៅកាត់បន្ថយអំពើភេរវកម្មនិងបទល្មើសផ្សេងៗទៀតនៅក្នុងតំបន់អាដាមបានគូបញ្ជាក់ថាកិច្ចប្រជុំនេះនឹងផ្ដល់ឲ្យប្រទេសជាសមាជិកអាស៊ានណាប៉ូលនិងដៃគូពិភាក្សាមួយចំនួនទៀតដែលពុំទាន់ឆ្លងកាត់នៅបទល្មើសដែលមានចរិតកាយសាហាវទំនើបនិងជាលក្ខណៈអន្តរជាតិឲ្យមានការយល់ដឹងច្បាស់អំពីផលប៉ះពាល់ជាអវិជ្ជមានដល់ប្រទេសរបស់ខ្លួននិងប្រទេសនៅក្នុងតំបន់អាដាមនីអាដាមសនីម៉ាឈឿនប្រធានបណ្ឌិតសភានគរបាលកម្ពុជានៅក្នុងឱកាសចាប់ផ្ដើមបើកកិច្ចពិភាក្សាបានថ្លែងថាកិច្ចប្រជុំពេលនេះផ្ដោតសំខាន់ទៅលើការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិនៃប្រទេសដែលជាសមាជិកអាស៊ានណាប៉ូលទាំងអស់លើប្រធានបទស្ដីពីការវិភាគតម្រូវការបណ្ដុះបណ្ដាលឆ្លើយតបផលប្រយោជន៍សម្រាប់នគរបាលអាស៊ានណាប៉ូលនិងជំរុញឲ្យប្រទេសដែលជាសមាជិកអាស៊ានណាប៉ូលទាំងអស់មានលទ្ធភាពធ្វើការពិភាក្សាដេញដោលនិងផ្លាស់ប្ដូរអនុសាសន៍គ្នាក្នុងការបង្កើតផែនការសកម្មភាពដែលមានលក្ខណៈយុទ្ធសាស្ត្របម្រើឲ្យប្រតិបត្តិការក្នុងកម្រិតតំបន់លើការងារបង្ក្រាបទប់ស្កាត់និងប្រយុទ្ធប្រឆាំងទៅនឹងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទដើម្បីរក្សាបាននូវសន្តិភាពស្ថិរភាពនិងសុវត្ថិភាពក្នុងតំបន់ងាកមកមន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំបាននិយាយឲ្យដឹងថាក្រសួងអប់រំទទួលស្គាល់និងផ្ដល់តម្លៃស្មើគ្នាចំពោះការអប់រំទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធហើយការទទួលស្គាល់នេះគឺដើម្បីផ្ដល់ឱកាសដល់កុមារមួយចំនួនដែលក្រីក្រមិនបានទទួលការអប់រំក្នុងប្រព័ន្ធថ្លែងបើកបវេសនការសម្រាប់ឆ្នាំ 2012-2013 នៅសហគមន៍ក្រាំងអង្ក្រង 2 រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាអាដាមជ័យចាប់បានមានប្រសាសន៍ថាសម្រាប់សិស្សានុសិស្សដែលគ្មានឱកាសទៅសិក្សាក្នុងប្រព័ន្ធពួកគេក៏ទទួលបានការបណ្ដុះបណ្ដាលក្រៅប្រព័ន្ធដោយទទួលបានចំណេះដឹងពីគ្រូបង្រៀនឯកសារនិងត្រូវទទួលស្គាល់ពីក្រសួងអប់រំដូចគ្នាអាដាមជ័យចាប់បានលើកទឹកចិត្តដល់សិស្សានុសិស្សក្រៅប្រព័ន្ធទាំងអស់ឲ្យខិតខំសិក្សារៀនសូត្រដើម្បីឈានទៅសម្រេចគោលដៅដែលពួកគេស្រមៃចង់បានហើយដើម្បីរួមចំណែកជួយអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើននៅក្នុងសប្តាហ៍នេះអគ្គិសនីកម្ពុជាបានជួនដំណឹងថាចាប់ពីខែធ្នូនេះតទៅរហូតដល់5ខែចរន្តអគ្គិសនីនឹងជួបការលំបាកក្នុងការផ្គត់ផ្គង់ដោយសារតែរដូវក្តៅបានចូលមកដល់ហើយថាមពលភ្លើងប្រើមិនគ្រប់ទាមទារការកាត់ដាច់ចរន្តបដូរវេនអគ្គិសនីកម្ពុជាបានជួនដំណឹងឲ្យដឹងជាមុនថានៅរាជធានីភ្នំពេញកំពង់ស្ពឺនិងខេត្តកណ្ដាលនឹងត្រូវជួបការកាត់ផ្ដាច់ចរន្តអគ្គិសនីញឹកញាប់ក្នុងអំឡុងរយៈពេល5ខែចាប់ពីខែនេះតទៅរហូតដល់ខែមិថុនា
ការកាត់ផ្ដាច់នេះដោយហេតុថាធម្មពលផ្គត់ផ្គង់ភ្លើងត្រូវបានថយចុះព្រោះតែស្ថានីយ៍វារីអគ្គិសនីមួយចំនួនដែលធ្លាប់តែជួយផ្គត់ផ្គង់ឥឡូវនេះចាប់ផ្ដើមអស់ទឹកដែលធ្វើឲ្យធម្មពលនេះបានបាត់បង់ការផ្គត់ផ្គង់មួយចំនួនសេចក្តីប្រកាសនេះបានលើកឡើងថាអតិថិជនរបស់អគ្គិសនីកម្ពុជាដែលកំពុងប្រើប្រាស់ប្រព័ន្ធបណ្ដាញអគ្គិសនីនៅក្នុងរាជធានីភ្នំពេញខេត្តកណ្ដាលនិងខេត្តកំពង់ស្ពឺជ្រាបថាដោយសារការប្រើប្រាស់អគ្គិសនីមានកំណើនខ្ពស់ហើយរដូវនេះជារដូវក្តៅទៀតផងធម្មពលផ្គត់ផ្គង់ភ្លើងមិនបានគ្រប់ចំនួនទៀងទាត់ទេទាមទារឲ្យមានការកាត់ផ្ដាច់ចរន្តបដូរវេនលោកកែវរតនៈអគ្គនាយកអគ្គិសនីកម្ពុជាបានដឹងថាវារីអគ្គិសនីភ្នំកំចាយនិងគិរីរម្យពុំមានទឹកគ្រប់គ្រាន់សម្រាប់បញ្ចេញធម្មពលឲ្យបានពេញសក្តានុពលរបស់ខ្លួនធ្វើឲ្យប្រព័ន្ធផ្គត់ផ្គង់ចែកចាយក្នុងតំបន់ចំនួន3គឺភ្នំពេញកណ្ដាលនិងកំពង់ស្ពឺនឹងត្រូវជួបការកាត់ផ្ដាច់ចរន្តបដូរវេនតាមសមត្ថភាពដែលអាចបញ្ចេញបានពីប្រភពផ្គត់ផ្គង់លោកសង្ឃឹមថាចាប់ពីពាក់កណ្ដាលឆ្នាំ2013តទៅលោកមានជំនឿថាស្ថានភាពផ្គត់ផ្គង់អគ្គិសនីនឹងមានភាពធូរស្រាលឡើងវិញធានាដល់ការផ្គត់ផ្គង់អគ្គិសនីមានប្រសិទ្ធភាពនិងស្ថិរភាពនៅក្នុងសប្តាហ៍នេះចំពោះសាខាកម្មគ្រប់គ្រងផែស្ងួតចុងទីភ្នំពេញបានសហការជាមួយនឹងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញចុះស្រាវជ្រាវនិងធ្វើតេស្តទៅលើផលិតផលម្ហូបអាហារនៅផ្សារស្ទឹងមានជ័យដែលគេសង្ស័យថាមានសារធាតុហាមឃាត់ត្រូវបានគេលក់នៅក្នុងផ្សារនេះនៅក្នុងការត្រួតពិនិត្យម្ហូបអាហារនៅផ្សារស្ទឹងមានជ័យក្នុងសប្តាហ៍នេះលោកហុយវ៉ាន់ថាអនុប្រធានសាខាកម្មគ្រប់គ្រងផែស្ងួតចុងទីភ្នំពេញបានបញ្ជាក់ថាការត្រួតពិនិត្យនេះអនុវត្តតាមផែនការកំណត់របស់សាខាគឺតាមដានស្រាវជ្រាវរកសារធាតុហាមឃាត់មួយចំនួនក្នុងសរសៃគុយទាវមីប្រហិតជ្រក់គ្រប់ប្រភេទដែលជាភារកិច្ចចម្បងរបស់មន្ត្រីកម្មគ្រប់គ្រងដោយយល់ថាមានហានិភ័យខ្ពស់នៃការចម្លងមេរោគនិងការលួចដាក់បញ្ចូលសារធាតុហាមឃាត់ឬខុសបែបបទបច្ចេកទេសដែលត្រូវហាមឃាត់លើបន្លែផ្លែឈើនិងម្ហូបអាហារលោកបានបន្តថាការចុះត្រួតពិនិត្យនេះត្រូវបានអនុវត្តផ្ទាល់នៅនឹងកន្លែងលក់របស់អាជីវករលក់ដូរក្នុងផ្សារដោយប្រើឧបករណ៍ធ្វើតេស្តបឋមលើផលិតផលម្ហូបអាហារមិនទាន់កែច្នៃឬមិនទាន់ចម្អិនដូចជាណែមច្រកថង់ផ្លាស្ទិកខ្ចប់ស្លឹកចេកសរសៃគុយទាវមីជ្រក់ស្ពៃដែលសង្ស័យថាមានលួចប្រើសារធាតុហាមឃាត់ដូចជា formalin បូរ៉ា sodium hydrosulfide ក្នុងទិសដៅរក្សាផលិតផលម្ហូបអាហារស្រស់បានយូរនិងស្វិតល្អដែលសារធាតុទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរព្រមទាំងបានយកគំរូមួយចំនួនមកធ្វើការវិភាគបន្ថែមនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកម្មគ្រប់គ្រងទូរទស្សនិកជនទីគោរពរមណីយដ្ឋានទឹកឈូគឺជាតំបន់ទេសចរធម្មជាតិដ៏ស្រស់ស្អាតនៅខេត្តកំពតគឺទីតាំងនេះស្ថិតនៅចន្លោះជ្រលងភ្នំបូកគោនិងភ្នំកំចាយនៅក្នុងឱកាសបុណ្យអុំទូកឆ្នាំនេះភ្ញៀវទៅកម្សាន្តច្រើនតែត្អូញត្អែថាគ្មានទឹកងូតទេភ្ញៀវទេសចរជាតិនិងអន្តរជាតិរាប់ម៉ឺននាក់នៅក្នុងថ្ងៃបុណ្យអុំទូកអកអំបុកសំពះព្រះខែរយៈពេល3ថ្ងៃពួកគេបានទៅកម្សាន្តនៅរមណីយដ្ឋានទឹកឈូយ៉ាងច្រើនកកចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ខែវិច្ឆិកាកន្លងទៅនេះតែភ្ញៀវទាំងនោះបានត្អូញត្អែថាខ្វះទឹកងូតលេងកម្សាន្តមិនដូចឆ្នាំមុនលោកសូយស៊ីណូប្រធានមន្ទីរទេសចរខេត្តកំពតបានប្រាប់ទូរទស្សន៍ហង្សមាស HDTV ថាមូលហេតុខ្វះទឹកលេងនៅឆ្នាំនេះដោយសារក្រុមហ៊ុនវារីអគ្គិសនីភ្នំកំចាយមិនអាចបើកទឹកច្រើនតាមតម្រូវការភ្ញៀវទេសចរបានទេព្រោះការបង្ហូរទឹកមានការកំណត់តាមចរន្តភ្លើងលោកបានបន្ថែមថាថ្ងៃអុំទូករយៈពេល3ថ្ងៃតំបន់ទេសចរទឹកឈូពិតជាមានភ្ញៀវទៅកម្សាន្តច្រើនមែនបើតាមការប៉ាន់ប្រមាណអ្នកមកកម្សាន្តមិនតិចជាង 30,000 នាក់ទេតែបើប្រៀបធៀបដូចគ្នាបុណ្យអុំទូកឆ្នាំ2011គឺឆ្នាំនេះច្រើនជាងឆ្ងាយណាស់លោកប្រធានមន្ត្រីរូបនេះបានពន្យល់ថាបញ្ហារឿងទឹកតិចឆ្នាំនេះមិនមែនជាប្រធានបទចោទចំពោះតែវារីអគ្គិសនីនៅខាងលើតែមួយគត់ប៉ុណ្ណោះទេមានកត្តាមួយចំនួនគឺទឹកភ្លៀងឆ្នាំនេះធ្លាក់តិចតួចផងសូម្បីតែស្ថានីយ៍វារីអគ្គិសនីនេះក៏ផ្គត់ផ្គង់ថាមពលមិនគ្រប់ផងដូច្នេះកត្តាប្រឈមដែលនាំឲ្យរមណីយដ្ឋានទឹកឈូឆ្នាំនេះមានទឹកតិចដោយសារទី1ទឹកភ្លៀងធ្លាក់មិនបានគ្រប់គ្រាន់និងទី2ស្ថានីយ៍វារីអគ្គិសនីនៅខាងលើរក្សាទឹកសម្រាប់ផ្គត់ផ្គង់ចែកចាយថាមពលភ្លើងផងនៅក្នុងសប្តាហ៍នេះមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជាដែលហៅកាត់ថាសេដាបានប្រារព្ធទិវាសប្តាហ៍គ្មានការប្រើប្រាស់ថ្នាំកសិកម្មដោយទទួលឲ្យយុវជនចូលរួមផុសផុលក្នុងវិស័យកសិកម្មគ្មានថ្នាំកសិកម្មដែលគ្រោះថ្នាក់ដល់ដីស្រែកសិករទិវានេះធ្វើឡើងដើម្បីជាការរំលឹកដល់សោកនាដកម្មគ្រោះមហន្តរាយធ្លាយធុងសារធាតុពុលកាបូនចំនួន45តោននៅក្នុងឃ្លាំងនៃក្រុមហ៊ុនផលិតថ្នាំកសិកម្មដ៏ធំមួយដែលមានទីតាំងក្នុងក្រុងបូផលប្រទេសឥណ្ឌា
និងដើម្បីផ្សព្វផ្សាយអំពីគ្រោះថ្នាក់និងផលប៉ះពាល់នៃថ្នាំកសិកម្មទៅលើសុខភាពនិងបរិស្ថានដល់សាធារណជនជាពិសេសប្រជាកសិករអ្នកប្រើប្រាស់អ្នកលក់ថ្នាំពុលកសិកម្មនិងអ្នកដែលកំពុងរស់នៅផ្ទាល់ជាមួយនឹងថ្នាំកសិកម្មលោកបណ្ឌិតយ៉ងសង្គមាប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជាបានមានប្រសាសន៍ថាការទទូចឲ្យយុវជនចូលរួមផុសផុលក្នុងវិស័យកសិកម្មព្រោះថាយុវជនគឺជាធនធានមនុស្សដ៏មានសក្តានុពលនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងដល់កសិករអំពីភាពគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំពុលកសិកម្មនិងចូលរួមចំណែកជំរុញកសិកម្មសរីរាង្គនៅតាមសហគមន៍របស់ពួកគេដោយសារទី1គឺយុវជនភាគច្រើននៅទាំងអស់នៅតាមជនបទហ្នឹងគឺគាត់មានឆ្លងកាត់ទទួលការអប់រំចំណេះវិជ្ជាទូទៅអញ្ចឹងណាអញ្ចឹងគាត់ចេះសរចេះសរសេរចេះអីអញ្ចឹងមកប្រៀបធៀបជាមួយកសិករចាស់ជំនាន់មុនអីអញ្ចឹងគឺគាត់មានប្រៀបជាងហើយទី2យើងយល់ឃើញថាយុវជនគាត់ដោយសារគាត់អ្នកដែលចាប់អារម្មណ៍រស់នៅជនបទហ្នឹងគាត់មានការគិតវែងឆ្ងាយពីអនាគតជនបទរបស់គាត់ទីកន្លែងគាត់រស់នៅអញ្ចឹងគាត់គិតថាវាសំខាន់សម្រាប់គាត់ហើយអញ្ចឹងគាត់ត្រូវខំធ្វើអីដើម្បីកសាងកន្លែងដែលគាត់រស់នៅយូរហើយហ្នឹងដើម្បីជាប្រកបដោយក្តីសុខសម្រាប់គាត់ប្រកបដោយភមង្គលសម្រាប់គាត់ព័ត៌មានចុងក្រោយគឺតាក់ទងជាមួយនឹងបញ្ហាអគ្គិភ័យវិញគឺមានអគ្គិភ័យដ៏ធំមួយបានលេបត្របាក់ផ្សាររាត្រីនៅខេត្តសៀមរាបទាំងស្រុងនៅម៉ោង 2 ទៀបភ្លឺកាលពីថ្ងៃទី 8 ខែធ្នូបណ្ដាលឲ្យមនុស្សស្លាប់ 9 នាក់នៅក្នុងភ្លើងនិងរងរបួសធ្ងន់ 2 នាក់ហើយដើមចោមនៃការឆេះត្រូវបានគេអះអាងថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានលេបត្របាក់ផ្សាររាត្រីខេត្តសៀមរាបទាំងស្រុងនៅម៉ោង 2:15 នាទីទៀបភ្លឺបានឆក់យកជីវិតមនុស្ស 9 នាក់ដែលជាអាជីវករផ្សារក្នុងចំណោមអ្នកស្លាប់នេះមាន 5 នាក់ជាមនុស្សចាស់និង 4 នាក់ផ្សេងទៀតជាកូនតូចៗរបស់ពួកគេករណីមានគ្រោះថ្នាក់ជំងឺអញ្ចឹងដោយសារការរៀបចំធ្វើស្តង់ដូរវាអត់មានបាត់តាមបច្ចេកទេសអីពីមុខពីក្រោយហើយពេលដែលវាអគ្គិភ័យកើតឡើងវាផ្សែងក្រោយទៅភ្លើងហ្មងវាឆ្លុះហើយអ្នកនៅលើនឹងបាត់ម្ចាស់ការព្រោះអាត្រៀតក្រោយពីដេកហ្មងមេឃមើលឃើញឆេះពេញបន្ទប់ហើយទៅណាមរួចប៉ុន្តែពីអ្នកដែលរបួសក៏នៅក្នុងនោះដែរប៉ុន្តែវាថាក្មេងៗដែលវាមានកម្លាំងពលំមកមួយទៅវាអាចមានដាច់ព្រៀបរោបន្ទប់ទឹករោស្អីទៅឥឡូវយើងយកទៅសង្គ្រោះនៅមន្ទីរពេទ្យហើយអាដាមស៊ូភេរិនអភិបាលខេត្តសៀមរាបបានសម្ដែងការសោកស្ដាយនិងចូលរួមរំលែកទុក្ខដល់ក្រៀមក្រំចំពោះគ្រួសារជនរងគ្រោះលោកអភិបាលបានចាត់ទុកថានេះជាអគ្គិភ័យទ្រង់ទ្រាយធំលើកទី1មិនធ្លាប់កើតមាននៅខេត្តសៀមរាបហើយទំហំនៃការខូចខាតគិតជាទឹកប្រាក់មានទំហំធំធេងណាស់មូលហេតុដែលធ្វើឲ្យខូចខាតនេះមិនដាល់មកពីការទុសេខ្សែភ្លើងព្រោះផ្ទះនេះពីខាងលើមានជាសង្ហាគារដែលម្ចាស់ផ្ទះនៅហ្នឹងហើយខាងក្រោមនេះគឺជួលដើម្បីធ្វើជាតូបប្រក់ស័ង្កសីពីដែកហើយជាផ្សាររាត្រីមួយដ៏ល្អដែរប៉ុន្តែចែកដល់នេះវាមានការទុសេខ្សែភ្លើងអញ្ចឹងឆេះពីក្រោមតូបនឹងបាទវាសម្បូរស័ង្កសីទាំងអស់ហើយពីដែកអញ្ចឹងក្តៅងុំវាឆេះពីក្រោមធ្វើឲ្យផ្ទះនៅខាងលើនេះគឺវាមានកម្ដៅខ្លាំងព័ត៌មានសង្ខេបជាតិដែលលោកអ្នកបានទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមជូនព័ត៌មានអន្តរជាតិ